បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីក៏អរគុណបងប្អូនដែលតែងតែគាំទ្រនៅតាមដានរាល់វីដេអូរបស់ខ្ញុំទាំង YouTube ទាំង Facebook Page បាទថ្ងៃនេះគឺខ្ញុំចង់ឆ្លើយតបក៏ដូចជាបកស្រាយចម្ងល់បងប្អូនយើងដែលតែងតែសួរពីតម្លៃទុនសាយតាមរយៈការ comment សួរ comment នៅលើវីដេអូក្នុង YouTube ក៏ដោយក្នុងវីដេអូនៅក្នុង Page ក៏ដោយហើយបងប្អូនតែងតែឃើញខ្ញុំដែលបានឆ្លើយតបក្នុង comment ទេទាក់ទងនឹងតម្លៃទុនសាយពេលដែលបងប្អូនសួរគឺខ្ញុំតែងតែតបឲ្យបងប្អូនឆាតចូល Page ឬក៏ឆាតចូល Telegram បងប្អូនខ្លះទៅក៏គាត់ឆាតចូល Page ដើម្បីសួរនាំបញ្ហាទុនសាយឬក៏តម្លៃហើយបងប្អូនមួយចំនួនទៀតក៏គាត់មានអារម្មណ៍ថាមិនសប្បាយចិត្តដែលខ្ញុំមិនប្រាប់ក្នុង comment ហើយគាត់ក៏មិនឆាតចូល Page ឬក៏ Telegram ទេអាហ្នឹងខ្ញុំមិនថាអីទេបងប្អូនតាមតែចិត្តបងប្អូនទេបងប្អូនឆាតមិនឆាតចូល Page សួរក៏អត់ទៅបាទហ្នឹងហើយមូលហេតុមានតែមួយគត់ដែលខ្ញុំមិនឆ្លើយតបតម្លៃនៅក្នុង comment ទី1ដោយសារទុនសាយគឺខ្ញុំលក់តាមអាយុតាមទំហំអញ្ចឹងទៅខ្ញុំពិបាកក្នុងការឆ្លើយអញ្ចឹងទៅខ្ញុំពេលបងប្អូនឆាតចូល Page សួរឬក៏ Telegram ខ្ញុំឆ្លើយតបទៅវាស្រួលព្រោះតម្លៃគឺយើងលក់កូនទុនសាយសម្រាប់តែកូនតូចតម្លៃបាទមួយខែលើសទីទួចនឹងតម្លៃមួយគូប្រហែលផ្សេងមួយខែជាង2ខែផ្សេងអាជំទង់នឹងតម្លៃផ្សេងអាមេបាអស់ធំស្រាប់នឹងតម្លៃផ្សេងអាមេផើមតម្លៃផ្សេងអញ្ចឹងទៅបើខ្ញុំឆ្លើយក៏វាពិបាកអញ្ចឹងទៅបានខ្ញុំឲ្យបងប្អូនឆាតចូល Page ដើម្បីសួរនាំបាទហើយមួយទៀតតម្លៃបាទតេតងនឹងអាយុមកទំហំរបស់ទុនសាយផងហើយទី2គឺតេតងនឹងបងប្អូនអ្នកទិញគាត់យកប្រមាណផងបើសិនជាបងប្អូនយកមកគូខ្ញុំគិតតម្លៃឧទាហរណ៍តម្លៃធម្មតាអញ្ចឹងទៅ2គូខ្ញុំគិតតម្លៃធម្មតាដែរខ្ញុំ free សេវាដឹកជូនអញ្ចឹងទៅបងប្អូនយក3គូ4គូអញ្ចឹងបងប្អូនយកកាន់តែច្រើនខ្ញុំគិតតម្លៃកាន់តែពិសេសជូនអញ្ចឹងបាទខ្ញុំអត់ចង់ឆ្លើយនឹង comment អញ្ចឹងណាបងប្អូនបាទអញ្ចឹងសរុបរួមមកគឺមាន2ចំណុចទី1គឺទៅតាមអាយុទុនសាយបាទទៅតាមវ័យតាមអាយុរបស់វាទី2គឺទៅតាមបងប្អូនយកតិចយកច្រើនដែរអញ្ចឹងណាបាទអញ្ចឹងអធិស្ឋានផងខ្ញុំអត់ដែលបានឆ្លើយតប comment ទេចំណុចហ្នឹងហើយមួយទៀតបើសិនជាបងប្អូន comment ឆាតស៊ូហើយខ្ញុំប្រាប់តម្លៃទៅបងប្អូនគិតថាបងប្អូនអាចទទួលយកបានបងប្អូនទិញក៏ទិញទៅបងប្អូនឆាតសួរហើយខ្ញុំប្រាប់តម្លៃទៅបងប្អូនគិតថាថ្លៃអត់ទិញក៏អត់ទៅខ្ញុំអត់ថ្លៃទៀតចំណុចហ្នឹងតែសូមបងប្អូនឆាតសួរទៅបាទបើ comment សួរក៏ខ្ញុំអត់ឆ្លើយតបទៅដែរទេបាទអរគុណច្រើនបងប្អូនអរគ្នាអញ្ចឹងមានវីដេអូនេះមានតែប៉ុណ្្នឹងទេបាទ